ពេលវាឈួររកយើងចោលអស់ហើយម្ចាស់ផ្ទះទៅបាត់អស់លីងហ្នឹងគឺអស់ចិត្ត2000ដែរដល់ហើយខាតចោលទៀតបានតែឃើញខ្លាចេះម្ដងគឺចេះលែងមានអ្នកឈូសហើយពូវិនគឺជាជាងកាត់សក់ចល័តមួយរូបដែលមានភាពប៉ិនប្រសប់ច្នៃប្រឌិតសម្រាប់តូបចល័តរបស់គាត់ពីមុនមិនមានតូបចល័តបែបនេះទេគឺគាត់មានជួលដីរបស់គេនៅកំពង់សោមកាលពី4ឆ្នាំមុនប៉ុន្តែនៅពេលដែលគាត់មកស្រុកគាត់ត្រឡប់ទៅហាងរបស់គាត់វិញស្រាប់តែម្ចាស់ដីបានលក់ដីឲ្យគេរុះរើរោងតូបរបស់គាត់ដែលគាត់ចំណាយលុយប្រហែលជាខ្ទង់$2000ដូច្នេះគាត់ត្រូវបានខាត់បង់ជាច្រើនសម្រាប់ការចំណាយរបស់គាត់ហើយពេលដែលកាត់បានឬមិនបានក៏គាត់ត្រូវចំណាយប្រាក់ខែបង់ទៅលើម្ចាស់ដីផងដែរហើយគាត់ក៏មានគំនិតថាចង់ធ្វើតូបចល័តនេះផងដែរដោយមិនចាំបាច់អស់ចំណាយច្រើនទៅលើការជួលតូបផងដែរហើយថ្ងៃមួយគាត់ទៅសួរជាងដើម្បីឲ្យគេដំឡើងឲ្យតែជាងគេថាត្រូវចំណាយអស់រហូតដល់$2000គាត់ក៏គិតក្នុងចិត្តថាតើ$2000គាត់រកពីណាបានបើគាត់ចំណាយដើមទុនទៅលើរោងដែលគាត់ធ្វើពីមុនអស់ទៅហើយដូច្នេះគាត់ក៏មានអារម្មណ៍តាក់ទើហើយណាមួយទៀតជាងដែលត្រូវច្នៃធ្វើឲ្យគាត់អស់ច្រើននោះក៏ដូចជាហាក់មិនឲ្យតម្លៃគាត់មិនសូវឆ្លងឆ្លើយនឹងចាប់អារម្មណ៍ពីគាត់ផងគាត់ក៏កើតចិត្តតូចចិត្តអន់ចិត្តហើយក៏គាត់គិតថាគាត់នឹងព្យាយាមធ្វើដោយខ្លួនឯងដូច្នេះអ្វីដែលគាត់ធ្វើដោយខ្លួនឯងតូបរបស់គាត់ធ្វើដោយដៃពិតៗរបស់គាត់ទាំងម៉ូតូអស់ខ្ទង់ប្រហែលត្រឹមតែ$1000តែប៉ុណ្ណោះបាទបងប្អូននេះលម៉ម៉ូតូសម្រាប់ហាងកាត់សក់គាត់ណាគេហៅថាហាងកាត់សក់ចល័តបាទគាត់មានតូបគាត់មួយជាលម៉អញ្ចឹងទៅសួស្ដីបងបាទបងហាងកាត់សក់បងមើលទៅជាប្លែកបាទនេះបងបានកំណត់មកពីណាដែរបងឃើញល្អធ្វើខ្លួនឯងបងធ្វើខ្លួនឯងបងណាបាទបកែឆ្នៃមានន័យថាធ្វើអញ្ចឹងចំណេញមិនសមចៃអត់អស់លុយថ្លៃជួលតូបបាទអញ្ចឹងចង់ទៅកាត់ដល់កន្លែងណាក៏បានដែរបងមានឈ្មោះអីដែរបងឈ្មោះវិនណាបងអញ្ចឹងផឹកព្រលឹមឡើងហើយមកប្រហែលបងជីចេញពីផ្ទះមក7អីចេញមក7ចេញពីផ្ទះបើកមកម្ដុំកែងចិត្តថោនក្រសាំងកាត់ថោនបាទកាត់ថោនបន្តិចបងប្អូនចង់កាត់សក់ឲ្យអាចមកកាត់ថោនបានបងមានគំនិតធ្វើអញ្ចឹងបានប្រហែលជាប៉ុន្មានឆ្នាំហើយបងមកខ្ញុំធ្វើ4ឆ្នាំហើយធ្វើ4ឆ្នាំហើយបាទសាមុនធ្វើនៅកំពង់សោមធ្វើរោងនៅកំពង់សោមធ្វើជារោងមកណាធ្វើរោងដល់ពេលមកលេងស្រុកទិញដីទិញទៅដល់ពេលវាឈួររកយើងចោលអស់ហើយម្ចាស់ផ្ទះទៅបាត់អស់លីងហ្នឹងគឺអស់ចិត្ត2000ដែរដល់ហើយខាតចោលទៀតបានតែឃើញខ្លាចេះម្ដងគឺចេះលែងមានអ្នកឈូសហើយអូយធ្វើអស់ច្រើនហើយបាទជឿថ្លៃជួលឲ្យមិនដែរពីមុនថ្លៃជួលបានប្រហែលខែ3ខែយ៉ាងជួលគាត់ហើយអស់ថ្លៃជួលគួរសមដែរមើលទៅថ្លៃជួលទៅហើយថ្លៃជួលអីខាតទេដល់កៃមួយដែរសល់ទៅខាតច្រើនពេលដែលជួលកន្លែងគេបើមានភ្ញៀវចូលច្រើនយើងបានចំណេញខ្លះហ្នឹងទៅបើអត់ភ្ញៀវចូលដើមជឿដល់ពេលបងបំវែទៅជាឆ្នៃបែបនេះមិនដែរដល់មកចឹងអត់អីទេព្រោះអត់ភ្ញៀវក៏អត់អីគាត់រួចតែថ្លៃបាយក៏អត់អីដែរអត់មានបាក់ផងអត់មានបារម្ភថាដល់ខែត្រូវតែបង់ថ្លៃតូបអីគេទេមិនបាច់ភ័យទេព្រោះអត់បានជួលតូបជួលអីផងឆ្នៃអញ្ចេះទៅដល់ណាកាត់ហ្នឹងហើយធ្វើចឹងក៏ស្រួលដែរដល់ពេលកាលណាម្ចាស់ដីគាត់ទៅការយើងដូរទីតាំងថយទៅផ្សេងតិចទៅតែទៅមានល្អអត់ទៅគាត់ដែរបាទវាគេថាភាពឆ្នៃប្រឌិតនៃការរស់ស៊ីរបស់គាត់គឺធ្វើអញ្ចឹងគឺល្អបាទសម្រាប់គាត់មានន័យថាកាត់បានប៉ុណ្ណាប៉ុណ្ណឹងហ្មងអត់មានបែងចែកទៅថ្លៃស្អីផ្សេងជួលគេទេបាទល្អមែនតើអញ្ចឹងបងប្អូនរស់ស៊ីផ្សេងទៀតអាចយកគាត់ជាគំរូបានគាត់បាទដោយសារតែការច្នៃប្រឌិតរបស់គាត់អញ្ចឹងធ្វើឲ្យគេហៅថាកាត់បន្ថយការចំណាយផ្សេងហើយបើថាមានចំណូលគឺដឹងចំណូលហ្មងយើងអត់សូវចំណាយអីផ្សេងអញ្ចឹងណាតែចំណាយដែរយ៉ាងច្រើនសាំងម៉ូតូឬអីសាំងឡៃផ្ញើមកស្អីឡៃលងនេះឡៃមកអីតិចតួចបាទតិចតួចហ្នឹងអរគុណច្រើនអញ្ចឹងបងពីថតឲ្យបងជួយកាត់សក់ឲ្យបន្តិចអរគុណបងបាទបងប្អូនបន្ទាប់ពីខ្ញុំបានសួរនាំគាត់រួចខ្ញុំក៏ឲ្យពូវិនជួយកាត់សក់ឲ្យខ្ញុំ
ហើយពូវិនក៏ថាមានអីកាត់បានតាតោះដល់ពេលដែលគាត់កាត់ឲ្យខ្ញុំបានរួចរាល់ខ្ញុំសួរថាតើអស់ប៉ុន្មានពូគាត់ថាខ្ញុំអត់យកលុយទេខ្ញុំកាត់ឲ្យតែខ្ញុំមិនអាចធ្វើដូច្នេះបានទេខ្ញុំក៏ជូនលុយគាត់តាមធម្មតា